អូខេសួស្តីអ្នកនរគ្នាខ្ញុំបាទបារាំងបាទថ្ងៃនេះមកទៅជែកគ្នាតទៅជាមួយនឹងការប្រើប្រាស់ទឹកក្រអូបវិញម្ដងបាទពីព្រោះអីវីដេអូជាច្រើនណាស់ដែលខ្ញុំបានធ្វើប៉ុន្តែតទៅជាមួយនឹងការដាក់ទឹកក្រអូបចូលទៅក្នុងម៉ាស៊ីនបាទដែលបោកកៅអៅរបស់យើងហ្នឹងគឺខ្ញុំអត់ដែលបានធ្វើវីដេអូនេះសោះហើយក៏អត់ដែលបានបង្ហាញក៏ដូចជាការចែកម្លែកតទៅជាមួយនឹងការប្រើប្រាស់ទឹកក្រអូបនេះដែរបាទថ្ងៃមួយខ្ញុំបានដើរផ្សារបាទក៏បានជួបបាទបងប្អូនបាទគាត់ស្គាល់ខ្ញុំបាទតាម YouTube ហើយគាត់ក៏សួរខ្ញុំទៅតទៅមួយនឹងទឹកក្រអូបបាទក៏សួរខ្ញុំថាតើយើងត្រូវជ្រើសរើសប្រភេទទឹកក្រអូបបែបណាបាទក៏ដូចជាការដាក់ទឹកក្រអូបចូលទៅក្នុងម៉ាស៊ីនបោកបាទរបៀបណាអីបែបណាដើម្បីឲ្យកៅអៅហ្នឹងកាន់តែក្រអូបពីព្រោះទឹកក្រអូបយើងដឹងហើយថាទឹកក្រអូបខ្លះក៏ក្រអូបខ្លាំងមែនតើទៅខ្លាំងឡើងឈួលហ្មងណាទឹកក្រអូបខ្លះក៏រៀងខ្សោយបាទអត់សូវក្រអូបអីចឹងទៅបាទខ្ញុំក៏ប្រាប់ហេតុផលគាត់1 2 3អីចឹងទៅបាទអញ្ចឹងហើយក៏ហេតុផលនេះហើយក៏ខ្ញុំបាននឹកឃើញបាទធ្វើវីដេអូចែកម្លែកជូនឪពុកម៉ែបងប្អូនតាម YouTube តែម្ដងបាទមុននឹងនិយាយបាទក៏ដូចជាការចែកម្លែកតាម Channel YouTube នេះបាទខ្ញុំបាទក៏សូមឲ្យពុកម៉ែជួយ Subscribe បាទ Channel YouTube របស់ខ្ញុំគឺមានឈ្មោះថាយៈសាឡត្រីបាទហើយកុំភ្លេចជួយ Like ជួយ Share នៅវីដេអូនេះជូនទៅកាន់ពុកម៉ែបងប្អូនក៏ដូចជាពុកម៉ែបងប្អូនដែលទើបតែប្រកបនៅមុខរបរបោកអ៊ុតនេះថ្មីផងបាទយើងស្ដាប់បានទាំងអស់មិនថាអ្នកប្រកបមុខរបរបោកអ៊ុតនេះបាទក៏ដូចជាអ្នកបោកកៅអៅនៅជាលក្ខណៈគ្រួសារខ្លួនឯងទេគឺយើងអាចធ្វើវាបានទាំងអស់គ្នាបាទហ្នឹងហើយស្ដាប់ទៅបាទបើសិនជាវាមានគេថាវាមានប្រយោជន៍សម្រាប់ពុកម៉ែបងប្អូនបាទមើលវីដេអូនេះទៅបើសិនបើអត់ទេអាហ្នឹងក៏ទៅតាមហ្នឹងទៅបាទចំពោះការប្រើប្រាស់បាទចំពោះការប្រើប្រាស់ទឹកក្រអូបនេះបាទគឺយើងមានវិធី3យ៉ាងប៉ុន្តែវិធីសាស្ត្រទី1និងទី2ខ្ញុំយកទៅគិតទៅគឺវាដូចតែគ្នាទេបាទអ្វីដែលខុសនោះគឺខុសទៅលើវិធីសាស្ត្រទី3បាទហ្នឹងគឺខុសទៅលើវិធីសាស្ត្រទី3ដែលវិធីសាស្ត្រទី3នេះគឺវាយើងអត់ប្រើប្រាស់ទឹកក្រអូបចូលទៅក្នុងម៉ាស៊ីនបោកទេបាទអញ្ចឹងខ្ញុំបញ្ជាក់ជូនពុកម៉ែបងប្អូនថាបាទហើយម៉ាស៊ីនបោករបស់យើងនេះគឺនៅក្នុងម៉ាស៊ីនរបស់យើងគឺគេមានលក្ខណៈស្តង់ដារនៃការដាក់ទឹកក្រអូបបាទអញ្ចឹងយើងចង់ដាក់ច្រើនជាងនេះក៏អត់បានដែរបាទពីព្រោះគេមានការកំណត់នេះគេមានការកំណត់ទៅនេះបាទយើងអាចដាក់លឿនបន្តិចក៏បានដែរអត់អីទេប៉ុន្តែបើយើងចង់ដាក់ឲ្យវាច្រើនទៅតាមចិត្តរបស់យើងនោះគឺអត់បានទេបាទអញ្ចឹងគេមានការដាក់នេះហើយជាធម្មតានៅពេលដែលយើងបោកគឺយើងដាក់សាប៊ូបាទដាក់ទឹកសម្រាប់មេរោគទឹកថ្នាំសម្រាប់មេរោគបាទទឹកថ្នាំសម្រាប់មេរោគដូចជាប្រភេទសម្រាប់ឃ្លានេះអីគឺជាទឹកកម្ចាត់មេរោគបាទនេះបាទហើយនឹងដាក់ទឹកក្រអូបបាទហើយការដាក់ទឹកក្រអូបនេះគឺគេមានការកំណត់នៅក្នុងម៉ាស៊ីនរួចជាស្រេចហើយយើងចាប់ផ្ដើមដំណើរការចុចម៉ាស៊ីនឲ្យដំណើរការតែម្ដងហើយវិធីសាស្ត្រទី2នោះគឺគេអត់ឲ្យយើងដាក់ទឹកក្រអូបចូលទៅក្នុងម៉ាស៊ីនហ្មងទេចូលទៅក្នុងម៉ាស៊ីនហ្មងណាគេឲ្យយើងដាក់ទឹកក្រអូបចូលទៅក្នុងម៉ាស៊ីនជាមួយនឹងសាប៊ូអីទឹកសម្រាប់មេរោគអីតែមួយហ្មងទេគឺមានន័យថានៅពេលដែលម៉ាស៊ីនដំណើរការបាទនៅពេលដែលម៉ាស៊ីននឹងដំណើរការបាននៅសល់រយៈពេលតែ20នាទីអីអាហ្នឹងបានគេឲ្យយើងដកវាដាក់ទឹកក្រអូបនេះចូលតែម្ដងប៉ុន្តែបើខ្ញុំគិតទៅវិធីសាស្ត្រទី1និងវិធីសាស្ត្រទី2គឺវាដូចតែគ្នាទេបាទគឺវាដូចតែគ្នាទេអញ្ចឹងតើតើជាមួយនឹងវិធីសាស្ត្រទី3បាទអញ្ចឹងនេះគឺជាកៅអៅដែលខ្ញុំបោកដៃសុទ្ធបាទអញ្ចឹងប្រភេទកៅអៅបែបនេះបាទមិនថាខោបែបនេះឬក៏ប្រភេទកៅអៅបែបនេះទេគឺมันអាចដាក់ចូលទៅក្នុងម៉ាស៊ីនបានទេដោយសារកាលណាតដាក់ចូលទៅក្នុងម៉ាស៊ីនវាខូចណាបាទប្រភេទសាច់កណាត់កៅអៅបែបនេះបាទហើយបាទហើយនេះគឺជាទឹកក្រអូបដែលខ្ញុំបានត្រាំនៅក្នុងចានដែកបាទអញ្ចឹងមានន័យថាពេលដែលយើងបោកកៅអៅហ្នឹងបាទជំរះនៅទឹកឲ្យបានស្អាតរួចរាល់បន្ទាប់មកយើងបាទដាក់ទឹកក្រអូបនៅក្នុង
បាទចានដែកនៅដែលបរិមាណទឹកមួយដ៏សមរម្យបាទយើងដាក់បាទទឹកអូបបែបហ្នឹងមកបន្ទាប់មកបាទនេះគឺជាកៅអៅដែលខ្ញុំបានចម្រះទឹកស្អាតរួចរាល់ហើយខ្ញុំបាទដាក់ចូលទៅក្នុងចានដែកតែម្ដងបាទវិធីសាស្ត្របែបនេះគឺអាចជួយឲ្យការត្រាំកៅអៅរបស់យើងជាមួយនឹងទឹកអូបគឺអាចឲ្យជាប់សាច់កណាត់បានយូរកៅអៅនេះគឺខ្ញុំបានបោកជំរះទឹកស្អាតរួចរាល់អស់ហើយកៅអៅទាំងពីរចានដែកនេះណាបាទអញ្ចឹងមានន័យថាយើងបោកដំបូងយើងបោកសាប៊ូបាទបន្ទាប់មកយើងជំរះទឹកទី1ទី2ទៅបាទបន្ទាប់មកទៀតបានយើងចាប់ផ្ដើមដាក់ទឹកបាទទី4ដាក់ចូលបាននៅក្នុងបរិមាណមួយដែលសមរម្យហើយចាក់ទឹកអូបចូលអានេះវិធីសាស្ត្រទី3នេះគឺវិធីសាស្ត្រល្អមែនតើហើយធ្វើឲ្យទឹកអូបបាទជាប់សាច់កណាត់ខោអាវយើងបានយូរទៀតបាទអញ្ចឹងខ្ញុំចង់ណែនាំបាទប្រភេទទឹកអូបបាទឲ្យពុកម៉ែបងប្អូនបាទបានស្គាល់ក៏ដូចជាយកទៅប្រើប្រាស់នៅក្នុងមុខរបរបោកអ៊ុតឬក៏បាទបោកជាលក្ខណៈគ្រួសារបានបាទនេះគឺជាប្រភេទទឹកអូបបាទយក្សាបាទទឹកអូបយក្សាគឺពណ៌ green បាទពណ៌បៃតងបាទអញ្ចឹងអ្វីដែលខ្ញុំចង់ណែនាំអ្នកទាំងអស់គ្នាឲ្យប្រើប្រាស់នោះគឺខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាប្រើប្រាស់ในវិធីសាស្ត្រទី3បាទវិធីសាស្ត្រទី3គឺជាជំរឿសដ៏ល្អបំផុតសម្រាប់យើងប៉ុន្តែអាហ្នឹងវាអាស្រ័យទៅលើពេលវេលាអ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាគិតថាពេលវេលាមានច្រើនអ្នកទាំងអស់គ្នាធ្វើបែបនេះទៅគឺអត់អីទេប៉ុន្តែបើសិនជាការងារមមាញឹកច្រើនអ្នកទាំងអស់គ្នាធ្វើបែបនេះប្រហែលជាអត់បានរហ័សទេហើយយូរទៀតអាហ្នឹងណាជំរឿសល្អប៉ុន្តែខាតពេលបាទជំរឿសល្អប៉ុន្តែខាតពេលខ្ញុំចង់ជូនពុកម៉ែបងប្អូនភាសាទៀតបាទអញ្ចឹងការប្រើប្រាស់ទឹកអូបគឺវាមាន3វិធីសាស្ត្របាទវិធីសាស្ត្រទី1និងវិធីសាស្ត្រទី2គឺដូចតែគ្នាទេបាទអញ្ចឹងគឺខុសនៅវិធីសាស្ត្រទី3ហើយជំរឿសដែលលឿនបាទវិធីសាស្ត្រទី1ទី2គឺលឿនបាទជំរឿសដែលល្អគឺជំរឿសវិធីសាស្ត្រទី3ប៉ុន្តែគ្រាន់តែវារៀងខាតពេលវេលារបស់យើងបន្តិចបាទអញ្ចឹងវីដេអូខ្ញុំចែកជូនពុកម៉ែបងប្អូនតែប៉ុណ្ណេះទេហើយជំរឿសបែបណាគឺពុកម៉ែបងប្អូនអាចជ្រើសរើសបាទបានដោយខ្លួនឯងในការដាក់ទឹកកៅអបបាទក៏ដូចជាវិធីសាស្ត្រនៃការធ្វើនេះបាទអ្នកទាំងអស់គ្នាអាចសាកល្បងបានបាទអាចសាកល្បងបានណាបាទមិនថាពុកម៉ែបងប្អូនបន្តមុខរបរបោកអ៊ុតឬក៏ពុកម៉ែបងប្អូនបាទអាចបោកកៅអៅបាទជាលក្ខណៈគ្រួសារទេអាចយកទៅសាកល្បងបានបាទអញ្ចឹងជាចុងក្រោយបាទខ្ញុំបាទអរគុណហើយសម្រាប់បាទការផ្ដល់ជាកម្លាំងចិត្តនៃការធ្វើវីដេអូបន្តទៀតនោះជាបទពិសោធន៍ថ្មីដែលមាននោះគឺកុំភ្លេចជួយចុចបាទ Subscribe បាទឲ្យរូបខ្ញុំបាទក៏ដូច share វីដេអូនេះបាទបន្តគ្នាទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលជាទីស្រឡាញ់បាទអញ្ចឹងខ្ញុំបាទបារាំងគឺមានតែប៉ុណ្ណេះទេអរគុណជំរាបលា